រីឯវត្តគោកបេងប្រាសាទជ័យព្រឹកវិញព្រះវិហារត្រូវសង់លើទួលប្រាសាទចាស់ដែលប្រាសាទត្រូវបាក់បែកអស់ទៅហើយគឺនៅតែខឿនប្រាសាទនិងដុំប្រាង្គខ្លះតែប៉ុណ្ណោះនេះជាការស្រណោះមួយដែលធ្វើឲ្យយើងសង្វេគដល់សំណង់ប្រាសាទត្រូវបាក់បែកដោយពុំដឹងហេតុផលណាមួយកើតឡើងព្រះវិហារវត្តគោកបេងប្រាសាទជ័យព្រឹកនេះវត្តមានការខ្វះខាតជាខ្លាំងដោយព្រះវិហារសង់ពុំហើយក៏ពុំសូវមានពុទ្ធបរិស័ទណាមានសទ្ធាចូលបច្ច័យឲ្យបានបរិបូរណ៍ព្រោះថាប្រជាពលរដ្ឋក៏មានការខ្វះខាតដូចគ្នាម្ល៉េះហើយទើបធ្វើឲ្យព្រះវិហារមើលទៅហាក់ដូចជាពុំទាន់មានការសាងសង់ដូច្នោះដែរព្រោះបងមកបានទាំងក្នុងចិត្តថាហេតុក៏ពុជពិតជាការលើតែគុំប្រកាសណាចរណៃមកភាពសូមហាញព្រះនាមគឺអាត្មាគឺព្រះនាមខៀវកែសុខឿននៅស្រុកចំសានខេត្តព្រះវិហារដូចនេះឯងគឺឃើញថាអាត្មាចាប់ដើមបួសតាំងពី92មករហូតដល់2005ហើយអាត្មាបានមកគង់នៅក្នុងវត្តប្រាសាទជ័យព្រឹកដើម្បីសិក្សាបន្តទៅទៀតហើយឃើញថានៅក្នុងវត្តប្រាសាទជ័យព្រឹកនេះឃើញថាមានការខ្វះខាតណាស់ហើយអាត្មាសូមអំពាវនាវពុទ្ធបរិស័ទដែលនៅក្នុងប្រទេសនៅក្រៅប្រទេសសូមឲ្យសប្បុរសជននឹងជួយផ្ដល់ជាថវិកាដើម្បីជួយសាងសង់ព្រះវិហារឬក៏ជួយជាស៊ីម៉ង់តឬជួយជាដែកឬជួយជាទៅថាសម្ភារៈផ្សេងទាំងអស់ដែលត្រូវកសាងក្នុងវត្តបានគឺស្រេចតែញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាជួយកសាង